បាទខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គលោកតាលោកយាយបងប្អូនពូមេមីងទាំងអស់ជាពិសេសអ្នកកាន់ពុទ្ធសាសនាបាទក៏សូមជម្រាបសួរដល់អរលោកស្រីបាទដែលតែងតែគាំទ្រនៅការអានបត្រៃបិដករបស់ខ្ញុំបាទនៅក្នុងវីដេអូនេះខ្ញុំបាទសូមអានបន្តតកតងទៅនឹងបត្រៃបិដកលេខ1បាទតកតងទៅនឹងវិន័យបិដកបាទវិន័យបិដកលេខ1កាលពីវីដេអូមុនខ្ញុំបាទអានដល់ទំព័រទី29 30បាទឥឡូវនេះខ្ញុំនឹងធ្វើការអានបន្តចាប់ពីទំព័រទី31បាទត្រង់វគ្គនេះគឺយើងមិនម្ដងជើងថាវេរញ្ញកាន់អំពីពុទ្ធដំណើរទៅកាន់ផ្ទះវេរញ្ញព្រាហ្មណ៍ខ្ញុំបាទសូមបញ្ជាក់ជូនក៏សូមអភ័យទោសដល់ព្រះសង្ឃគ្រប់ព្រះអង្គអរលោកស្រីទាំងអស់ខ្ញុំបាទមិនបានអានជាភាសាបាលីទេដោយសារខ្ញុំអត់ចេះភាសាបាលីហើយខ្ញុំជាអ្នកគាំទ្រនៅពុទ្ធសាសនាអញ្ចឹងខ្ញុំសូមអានតែភាសាខ្មែរបកប្រែតែប៉ុណ្ណោះបាទដែលយើងប្រែចេញជាបាលីហើយសូមបញ្ជាក់ថាខ្ញុំអានមិនអោយបាត់ទេបាទមិនអោយបាត់ទេនៅខ្លឹមសារដើមអញ្ចឹងបាទដើម្បីកុំឲ្យខាតពេលវេលាបាទសូមតាមដានដូចតទៅវេរញ្ញកាន់អំពីពុទ្ធដំណើរទៅកាន់ផ្ទះវេរញ្ញព្រាហ្មណ៍ទ្រង់យកព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈឲ្យនិមន្តតាមក្រោយព្រះអង្គទៅទ្រង់យាងសម្ដៅទៅរកលំនៅរបស់វេរញ្ញព្រាហ្មណ៍លុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេរៀបចំថ្វាយគ្រានោះវេរញ្ញព្រាហ្មណ៍ក៏ចូលមកគាល់ព្រះអង្គលុះមកដល់ទីគំនល់ហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយគោរពហើយអង្គុយក្នុងទីដែលសមគួរកាលបើវេរញ្ញព្រាហ្មណ៍អង្គុយស្រួលបួលហើយក៏ព្រះដ៏មានព្រះភិក្ខមានព្រះបន្ទូលថាព្រាហ្មណ៍អ្នកឯងបាននិមន្តយើងឲ្យនៅចាំវស្សាឥឡូវចេញវស្សាហើយយើងត្រូវលាអ្នកនឹងចេញទៅកាន់ជនបទចរិតវេរញ្ញព្រាហ្មណ៍ក៏ក្រាបទូលតបថាបបិទ្ធព្រះគោតមដ៏ចម្រើនមែនហើយខ្ញុំព្រះអង្គបាននិមន្តសូមឲ្យព្រះអង្គគង់ចាំព្រះវស្សាតែថាតេយ្យធម៌ដែលខ្ញុំព្រះអង្គបំរុងនឹងថ្វាយនោះខ្ញុំព្រះអង្គមិនទាន់បានថ្វាយនៅឡើយឯតេយ្យធម៌នោះមិនមែនជាគ្មានទេខ្ញុំព្រះអង្គនឹងបានបំរុងថានឹងមិនថ្វាយនោះក៏ទេចេះតែខានមិនទាន់បានថ្វាយព្រោះជាតិជាក្រហោះអ្នកគ្រប់គ្រងផ្ទះសម្បែងរមែងមានកិច្ចរវល់ច្រើនមានការងារច្រើនចំណែកខាងព្រះអង្គសោតទ្រង់នឹងបានតេយ្យធម៌នោះមកពីណាសូមព្រះគោតមដ៏ចម្រើនព្រមទាំងព្រះភិក្ខុសង្ឃទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកសិនព្រះដ៏មានព្រះភិក្ខក៏ទ្រង់ទទួលនិមន្តដោយតណ្ហិភាពលំដាប់នោះព្រះដ៏មានព្រះភិក្ខក៏ត្រាស់សម្ដែងធម៌ពន្យល់ណែនាំឲ្យវេរញ្ញព្រាហ្មណ៍យល់ប្រយោជន៍ក្នុងបច្ចុប្បន្ននិងបរលោកឲ្យជឿជាក់ក្នុងកុសលធម៌ឲ្យរីករាយខ្មៃខ្មៀតសង្វាតធ្វើការកុសលរួចទ្រង់ក្រោកចាកអាសនៈហើយយាងត្រឡប់មកវិញដល់វេលាព្រឹកឡើងវេរញ្ញព្រាហ្មណ៍បង្គាប់ជនទាំងឡាយឲ្យចាត់ចែងធ្វើខាតនិរយៈភោជនីហាបង្អែមនិងចម្អាបដ៏ឆ្ងាញ់ពិសាក្នុងលំនៅរបស់ខ្លួនស្រេចហើយទើបចាត់បំរើឲ្យទៅក្រាបទូលព្រះដ៏មានព្រះភិក្ខតាមកំណត់ពេលថាបបិទ្ធព្រះគោតមដ៏ចម្រើន
កាលនេះជាកាលគូហើយចង្ហាន់ក៏បានរៀបចំស្រេចហើយលំដាប់នោះព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ស្បង់ចីវរព្រមទាំងបាតហើយយាងចូលទៅកាន់លំនៅនៃវេរញ្ចព្រាហ្មណ៍ជាមួយនឹងព្រះភិក្ខុសង្ឃក្នុងវេលាព្រឹកនោះលុះដល់ហើយទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយវេលានោះវេរញ្ចព្រាហ្មណ៍បានអង្គាសថ្វាយខាតនីភោជនីហាបង្អែមនឹងចំអាបដ៏ឆ្ងាញ់ពិសាដោយដៃខ្លួនឯងចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឲ្យឆ្អែតស្កប់ស្កល់ត្រាតែដល់លោកប្រកែកលែងទទួលទៀតលុះព្រះដ៏មានព្រះភិក្ខទ្រង់សោយស្រេចលែងលោកព្រះហស្ថទៅក្នុងបាតហើយក៏ថ្វាយចីវរមួយត្រៃហើយប្រគេនសម្ពត់ព្រះភិក្ខុសង្ឃមួយគូរាល់អង្គលំដាប់នោះព្រះភគវាទ្រង់ត្រាស់សម្ដែងធម៌ណែនាំបញ្យលឲ្យវេរញ្ចព្រាហ្មណ៍យល់ប្រយោជន៍ក្នុងបច្ចុប្បន្ននិងបរលោកឲ្យជឿជាក់ក្នុងកុសលធម៌ឲ្យរីករាយក្មេងគ្មៀតសង្វាតធ្វើការកុសលរួចព្រះអង្គក្រោកចាកទីអាសនៈហើយទ្រង់យាងត្រឡប់មកវិញលុះព្រះអង្គគង់នៅជិតស្រុកវេរញ្ជាតាមគួរដល់អធិស្ស្រ័យហើយទ្រង់ក៏យាងចេញទៅកាន់នគរសោរយៈរួចទៅនគរសកង្សៈហើយហួសទៅកាន់នគរកណ្ដកុជ្ជៈតពីនេះទៅទ្រង់យាងសម្ដៅទៅស្រុកបយាកតិឋានបយាកតិបឋានលុះទៅដល់ហើយទ្រង់ឆ្លងគង្គាណូទីក្នុងស្រុកបយាកបតិឋានហើយយាងទៅដល់នគរពរាណសីគ្រានោះព្រះអង្គគង់កំសាន្តក្នុងក្រុងពរាណសីហើយទ្រង់ជៀសទៅកាន់ចរិកនៃក្រុងវេសាលីកាលទ្រង់យាងទៅកាន់ចរិកតាមលំដាប់ក៏បានទៅដល់ក្រុងវេសាលីបានឮថាព្រះអង្គមានជោគព្រះអង្គទៅគង់សម្រានអិរិយាបថក្នុងគូដាគាសាលានៅនេមហាវ័នចិត្តក្រុងវេសាលីនោះបាទឥឡូវនេះដល់មួយទៀតបាទគឺវគ្គបរាជកម្មសិក្ខាបទទី1បាទក្នុងសម័យនោះមានស្រុកមួយឈ្មោះកលន្តៈតៈនៅឆ្ងាយមិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលីក្នុងស្រុកនោះមានកូនសេដ្ឋីម្នាក់ឈ្មោះសុតនកុមារជាបុត្ររបស់កលន្តៈសេដ្ឋីគ្រានោះសុតនកុមារកលន្តៈបុត្រជាមួយនឹងសម្លាញ់ទាំងឡាយច្រើនអ្នកនាំគ្នាទៅឯក្រុងវេសាលីដោយមានកិច្ចការអ្វីមួយសម័យនោះឯងព្រះដ៏មានពភាកជាអម្ចាស់មានពពួកបរិស័ទច្រើនគាល់ត្រៀបត្រាទ្រង់កំពុងគង់សម្ដែងធម៌សុទនកលន្តៈបុត្រក៏ទៅប្រទះបានឃើញព្រះអង្គមានបរិស័ទច្រើនគាល់ត្រៀបត្រាកំពុងគង់សម្ដែងធម៌លុះឃើញហើយសុតនកុមារនោះក៏មានសេចក្តីត្រេះរិះថាអាត្មាអញគួរតែស្ដាប់ធម៌សិនគ្រានោះសុតនកលន្តៈបុត្រ
កំបានចូលទៅកាន់ទីដែលបរិស័ទអង្គុយនោះលុះចូលទៅហើយបានអង្គុយនៅក្នុងទីដ៏សមគួរកាលដែលសតនកុមារកលន្តៈបុត្របានអង្គុយនៅក្នុងទីមួយដ៏សមគួរហើយមានសេចក្តីត្រេះរិះថាធម៌ដែលព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងហើយដោយដំណើរយ៉ាងណាអញក៏បានស្ដាប់យល់តាមដំណើរទាំងនោះហើយប៉ុន្តែបើអញទៅជានៅជាក្រហោះគ្រប់គ្រងផ្ទះមិនងាយនឹងប្រព្រឹត្តព្រមរយៈធម៌ឲ្យបរិបូរណ៍តែម្យ៉ាងឲ្យបរិសុទ្ធតែម្យ៉ាងដូចជាសាំងដែលគេខាត់ហើយនោះទេបើលុះតែអញកោសក់នឹងពុកមាត់ពុកចង្ការរួចស្លៀកដណ្ដប់សំពត់ជ្រលក់អំចត់ហើយចេញចាកផ្ទះទៅបួសប្រតិបត្តិក្នុងភ្នោះដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះនោះទៅប្រព្រឹត្តព្រហ្មចរិយធម៌កើតគ្រានោះពួកពុទ្ធបរិស័ទបានស្ដាប់ធម្មីកថាដែលព្រះដ៏មានព្រះភិក្ខទ្រង់ណែនាំពន្យល់ឲ្យជឿជាក់កុសលធម៌ឲ្យរីករាយរាល់គ្នាហើយក៏ក្រោកចាកទីអង្គុយក្រាបថ្វាយបង្គំព្រះអង្គរួចដើរប្រទក្សិណហើយក៏ចេញអស់ទៅឯសតិនកកលន្តបុត្រកាលបើពួកពុទ្ធបរិស័ទក្រោកទៅអស់ហើយភ្លាមក៏ចូលទៅគាល់ព្រះដ៏មានព្រះភិក្ខក្រាបថ្វាយបង្គំព្រះអង្គដោយគោរពរួចអង្គុយក្នុងទីដ៏គួរសមលុះសតិនកលន្តបុត្រអង្គុយនៅក្នុងទីមួយដ៏សមគួរហើយក៏ក្រាបទូលព្រះអង្គថាសូមទ្រង់ព្រះមេត្តាប្រោសធម៌ដែលព្រះអង្គសម្ដែងហើយដោយដំណើរយ៉ាងណាខ្ញុំព្រះអង្គបានយល់តាមដំណើរទាំងនោះដែរហើយប៉ុន្តែបើខ្ញុំព្រះអង្គនៅជាក្រហោះគ្រប់គ្រងផ្ទះយ៉ាងនេះក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍តែម្យ៉ាងឲ្យបរិសុទ្ធតែម្យ៉ាងដូចជាសាំងដែលគេខាត់ហើយនោះទេសូមទានខ្ញុំព្រះអង្គចង់កោសក់នឹងពុកមាត់ពុកចង្ការរួចស្លៀកដណ្ដប់សំពត់ជ្រលក់អំចត់ហើយចេញចាកផ្ទះមកបួសប្រតិបត្តិក្នុងភ្នោះដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះនោះណាសូមព្រះអង្គសូមព្រះដ៏មានព្រះភិក្ខទ្រង់បំពោះខ្ញុំព្រះអង្គផងព្រះសាស្តាទ្រង់ត្រាស់សួរថាមនាលសតនៈចុះអ្នកឯងមេត្តាបិតាបានយល់ព្រមឲ្យចេញចាកផ្ទះមកបួសប្រតិបត្តិក្នុងពុព្វជាដែលគ្មានប្រយោជន៍ដោយកិច្ចការក្នុងផ្ទះហើយឬសតនៈក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមេត្តាបិតាមិនទាន់បានយល់ព្រមឲ្យចេញចាកផ្ទះមកបួសក្នុងព្រះពុទ្ធសាសនានៅឡើយទេព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់តបថាមនាលសតនៈព្រះតថាគតទាំងឡាយមិនដែលបបួសកូនដែលមេត្តាបិតាមិនទាន់អនុញ្ញាតនោះទេសតនៈក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គនឹងទទូចលាមេត្តាបិតាត្រាតាអនុញ្ញាតឲ្យខ្ញុំព្រះអង្គចេញចាកផ្ទះមកបួសក្នុងពុទ្ធសាសនាឲ្យបានលំដាប់នោះសតនកលន្តបុត្របានសម្រេចកិច្ចការដែលខ្លួនត្រូវធ្វើក្នុងក្រុងវេសាលីនោះរួចស្រេចហើយក៏វិលត្រឡប់មកស្រុកកលន្តៈវិញ
ban châu tàu rốc mẹ đa bày đá hơi chùm riêng mẹ đa bày đá thả bà bất nẹ mà đáy nẹ ở bốc nhóm bát ban sẽ đạp thô đại prẹ đà mên chốc trung xâm đánh đôi đầm nà dạng ná coi dôl tam đầm nà càng nụ hơi nhóm bát kịch hà bà nhóm nâu chê cửa hô cụp krong tè nụ mình nghi năng bà bật prom mà chạ dạ thô ôi bò bồ tay mà dáng ôi bò để sót tay mà dáng đôi chê xăng đây cái khát hơi nụ tê nhóm bát trong cầu sọ nâng phục mọt phục chẳng cá rùi lệ đần đập xong bột cho lộ ẩm chọt hai chênh chạm tè tập bùa prati bát khổng nô đại thâm miên bởi dòi đời cách cá khổng tè nô nà xôm nẹ bà đai nẹ ảo bốc an nhạt ôi nhóm bát chênh chạm tè tập bùa nông bởi bột sát na ôi tiền mẹ đa bày đa rồi bỏ số tân nẹ gạ lòn tập bọt ca bà ban lư côn lê đối chân hai con dây khọt thả mình nêu số tân nẹ côn ba anh chị bọt ai rồi bỏ dương chị ti sờ lanh bên chất rồi bỏ dương thọp thật nó không sạch đầy sóc miên nẹ tùm đục bầm rong gọi bàn sạch đầy sóc này số tân nẹ côn ba anh mình đã score tốc bắn tách bắn tôi xả lại tụ bay ba anh slap cái đây dương co mình trong prot pra ba anh tê dương nâng ạ nhạt ba còn pong ruột nâu ỏi tranh chạm te tập bua nông prapota sasana mà đạch ban tớp sơ tân nè kẹ lon tập bọt nì dây bị ni nâng bệ đà chê cùng rụp pi đòn thả bò bật mẹ đà bày đà tho đại pre đà menประเภทสำแดงhơi đôi đầm nờอย่างná ខ្ញុំបានយល់តាមដំណើរទាំងនោះដែរហើយប៉ុន្តែបើខ្ញុំនៅជាក្រហមគ្រប់គ្រងផ្ទះយ៉ាងនេះក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍តែម្យ៉ាងឲ្យបរិសុទ្ធតែម្យ៉ាងដូចជាសាំងដែលគេខាត់ហើយនោះទេខ្ញុំចង់កោសក់នឹងពុកមាត់ពុកចង្ការរួចឆ្លៀកដណ្ដប់សម្ពុតជ្រលក់អំចត់ហើយចេញចាក់ផ្ទះមកបួសក្នុងព្រះពុទ្ធសាសនាសូមមេត្តាបិតាអនុញ្ញាតឲ្យខ្ញុំចេញចាក់ផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនាឲ្យទានមេត្តាបិតារបស់សុទនៈកលន្តបុត្រទៅនិយាយនឹងសុទនៈកលន្តបុត្រជាគម្រប់2ដងដូចនេះថាណែសុទនៈកូនbà ấy chỉ bật tại mùi chỉ ti sẽ lanh bên chấtរបស់យើង bà ấy ធ្លាប់ថិតនៅក្នុងសេចក្តីសុខមានអ្នកថែរក្សាឲ្យបានសេចក្តីសុខណែbàសុទនៈបានមិនធ្លាប់ស្គាល់សេចក្តីទុក្ខបន្តិចបន្តួចសោះទោះបីស្លាប់bàឯងក្តីយើងមិនចង់ប្រត់ប្រាសចាកbàទេយើងនឹងអនុញ្ញាតbàកំពុងរស់នៅឲ្យចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនាមកដាច់បានសុទនៈកលន្តបុត្របាននិយាយពាក្យនេះនឹងមេដាបៃតាជាគម្រប់3ដងថាបបិទ្ធមេដាបៃតាខ្ញុំដឹងច្បាស់នៅធម៌ដែលព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងដោយអាការៈយ៉ាងណាធម្មតាអ្នកនៅគ្រប់គ្រងផ្ទះនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍តែម្យ៉ាងឲ្យបរិសុទ្ធតែម្យ៉ាងបីដូចជាសាំងដែលបុគ្គលដោះខាត់ហើយមិនងាយធ្វើទេខ្ញុំប្រាថ្នាដើម្បីកោសក់នឹងពុកមាត់ហើយស្លៀកដណ្ដប់សម្ពុតកាសាយៈហើយចេញចាក់ផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះហេតុនេះសូមមេត្តាបិតាអនុញ្ញាតខ្ញុំឲ្យចេញចាក់ផ្ទះទៅបួសជាបុគ្គលមិនត្រូវការដោយផ្ទះវិញចុះមេត្តាបិតារបស់សុទនៈកលន្តបុត្របាននិយាយពាក្យនេះនឹងសុទនៈកលន្តបុត្រជាគម្រប់3ដងថាណែសុទនៈកូន
ba anh chỉ bật tại mùi chỉ ti sẽ lanh bên chất rồi bỏ dương thọp thắt nâu tại khăn sạch đầy sóc miền nẹ thai tom ỏi bàn sóc sạch đầy sóc nay ba sở tần nẹ ba mình qua sạch đầy tục bẩn tích so tu bay slap từ cái đây dương co mình pratna ỏi pra cha ba dương nâng an này nhát ba đa công pong rô nư ỏi cha ỏi chênh cha bete hai buộc nông và bột sa na đôi mà lạch bàn kê nó anh sẽ tên nè cả lon tập bột kết thả mẹ đa bày đa mình ăn nhạt anh ở trên chạm te buộc nông sa na đôi chân hỏi có đua đây nó lơ phèn đầy prascha krương cầm ra nông tì nó anh đòi kết thả anh nâng slap rư nâng bàn buộc nông tì ní chiaប្រកបគ្រានោះសុតនៈកលន្តបុត្រមិនបានបរិភោគបាយអស់មួយរយៈពេល2ពេលក៏មាន3ពេលក៏មាន4ពេលក៏មាន5ពេលក៏មាន6ពេលក៏មាន7ពេលក៏មានលំដាប់នោះមេដាបៃតាសុតនៈកលន្តបុត្រនិយាយហើយនិយាយនឹងសុតនៈកលន្តបុត្រថាមនាលសុតនៈកូនba anh chỉ con pro tại mũi hai chỉ ti xả lạnh bên chấtរបស់យើង ធ្លាប់សុខ ធ្លាប់សប្បាយ ដោយមានស្រីពីលៀងថែរក្សាសុទ្ធនៈកូន ba anh មិនធ្លាប់ស្គាល់សេចក្តីទុក្ខតិចតួចសោះទេ ទោះបីបាស្លាប់ទៅក្តី យើងក៏មិនចង់ឲ្យប្រត់ប្រាស់ចាកបាឡើយ យើងនឹងអនុញ្ញាតអ្នកកំពុងរស់នៅឲ្យចេញចាកផ្ទះហើយបួសក្នុងពុទ្ធសាសនាដោយមិនដាច់បានសុទ្ធអ្នកកូនអ្នកចូលក្រោកឡើងបរិភោគបាយផឹកទឹកនឹងឲ្យគេបំរើទៅកាលបើអ្នកបរិភោគបាយផឹកទឹកនឹងឲ្យគេបំរើហើយចូលបរិភោគកាមនឹងធ្វើបន់ចោះយើងមិនព្រមអនុញ្ញាតឲ្យអ្នកចាកចេញផ្ទះហើយបួសក្នុងពុទ្ធសាសនាទេ កាលបើមេដាបៃតាពោយ៉ាងនេះហើយសុទ្ធនៈកលន្តបុត្រក៏នៅស្ងៀមឯមេដាបៃតាសុទ្ធនៈកលន្តបុត្រនិយាយលួងលោមសុទ្ធនៈកលន្តបុត្រ2ដង 3 ដងថាណែសុទ្ធនកូនអ្នកឯងជាកូនប្រុសតែមួយជាទីស្រឡាញ់ពេញចិត្តយើងធ្លាប់ចម្រើនដោយសេចក្តីសុខមានទាំងស្រីពីលៀងថែរក្សាសប្បាយសុទ្ធនៈកូន អ្នកឯងមិនដែលស្គាល់សេចក្តីទុក្ខតិចតួចសោះទោះបីអ្នកឯងស្លាប់ទៅក្តីយើងមិនចង់ឲ្យប្រត់ប្រាស់ចាកអ្នកឯងឡើយយើងនឹងអនុញ្ញាតដល់អ្នកកំពុងរស់នៅឲ្យចេញចាកផ្ទះហើយបួសក្នុងពុទ្ធសាសនាដោយមិនដាច់បានសុទ្ធអ្នកកូនអ្នកចូលក្រោកឡើងបរិភោគបាយផឹកទឹកនឹងឲ្យគេបំរើទៅកាលបរិភោគបាយផឹកទឹកនឹងឲ្យគេបំរើហើយចូលបរិភោគកាមនឹងធ្វើបន់តាមប្រាថ្នាចុះយើងមិនព្រមអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះហើយបួសក្នុងពុទ្ធសាសនាទេសុទ្ធនៈកលន្តបុត្រក៏នៅស្ងៀមទៅវិញជាគម្រប់3 ដង លំដាប់នោះពួកសម្លាញ់សុទ្ធនៈកលន្តបុត្របាននាំគ្នាចូលទៅនិយាយអង្វរសុទ្ធនៈកលន្តបុត្រថាណែសុទ្ធនៈសម្លាញ់អ្នកឯងជាកូនប្រុសតែមួយហើយជាទីស្រឡាញ់ពេញចិត្តរបស់មេដាបៃតាធ្លាប់បានសេចក្តីសុខមានទាំងស្រីពីលៀងថែរក្សាសប្បាយណែសុទ្ធនៈសម្លាញ់អ្នកឯងមិនធ្លាប់ស្គាល់សេចក្តីលំបាកតិចតួចសោះទេទោះបីអ្នកស្លាប់ទៅក្តីមេដាបៃតារបស់អ្នកក៏មិនចង់ឲ្យប្រត់ប្រាស់ចាកអ្នកឡើយមេដាបៃតាទាំងឡាយ មេដាបៃតាទាំងឡាយរបស់អ្នកនឹងអនុញ្ញាតអ្នកដែលកំពុងរស់នៅឲ្យចេញចាកផ្ទះហើយបួសក្នុងពុទ្ធសាសនាដោយមិនដាច់បានណែសុទ្ធអ្នកសម្លាញ់ចូលអ្នកក្រោកឡើងបរិភោគបាយផឹកទឹកឲ្យគេបំរើទៅកាលបើអ្នកបរិភោគបាយចំណីផឹកទឹកឲ្យគេបំរើខ្លួនហើយនឹងបរិភោគនៅកាមទាំងឡាយ
ធ្វើបុណ្យឲ្យទានរីករាយសប្បាយតាមសេចក្តីប្រាថ្នាចុះមេត្តាបិតាទាំងឡាយរបស់អ្នកមិនព្រមអនុញ្ញាតឲ្យអ្នកចាកចេញផ្ទះហើយបួសក្នុងព្រះពុទ្ធសាសនាទេកាលបើពួកសម្លាញ់របស់សតិនៈពោលពេកយ៉ាងនេះសតិនៈកលន្តបុត្រក៏នៅស្ងៀមពួកសម្លាញ់របស់សតិនៈកលន្តបុត្របានពោលនៅពាក្យនេះនឹងសតិនៈកលន្តបុត្រ2 ដង3 ដងថាណែសតិនៈសម្លាញ់អ្នកឯងឡាសតិនៈកលន្តបុត្រក៏នៅតែស្ងៀមអស់វរៈជាគម្រប់3 ដងគ្រានោះឯងមេត្តាបិតាទាំងឡាយរបស់សតិនៈកលន្តបុត្រនៅក្នុងទីណាសម្លាញ់ទាំងឡាយរបស់សតិនៈកលន្តបុត្រក៏ចូលទៅក្នុងទីនោះលុះចូលទៅដល់ហើយបានពោលនៅពាក្យនេះនឹងមេត្តាបិតាទាំងឡាយនៃសតិនៈកលន្តបុត្រថាបបិទ្ធលោកម្ដាយលោកឪពុកសតិនៈនេះដេកនៅលើផែនដីរកគ្រឿងកម្រាលអ្វីគ្មានសោះទេហើយគិតថាសេចក្តីស្លាប់ក្តីពុព្វជាក្តីនឹងមានដល់អញក្នុងទីនេះឯងបើលោកទាំងឡាយមិនព្រមអនុញ្ញាតឲ្យសតិនៈចេញចាកផ្ទះទៅបួសក្នុងព្រះពុទ្ធសាសនាទេសតិនៈនឹងដល់នៅសេចក្តីស្លាប់ក្នុងទីនោះមិនខានឡើយប្រសិនណាបើលោកទាំងឡាយព្រមអនុញ្ញាតឲ្យសតិនៈចេញចាកផ្ទះហើយបួសក្នុងពុទ្ធសាសនាគង់តែនឹងបានឃើញមុខសតិនៈដែលនៅជាអ្នកបួសតទៅបើសតិនៈមិនត្រេកអរក្នុងបព្វជិហើយកតិរបស់សតិនៈនោះប្រព្រឹត្តទៅក្នុងទីដតីដោយមិនដេចបានមុខជានឹងត្រឡប់មកក្នុងទីនេះវិញមិនខានដូច្នេះសូមលោកទាំងឡាយអនុញ្ញាតឲ្យសតិនៈចេញចាកផ្ទះហើយបួសក្នុងព្រះពុទ្ធសាសនាមេត្តាបិតាទាំងឡាយនៃសតិនៈក៏ពោលថាមនាលអ្នកទាំងឡាយយើងទាំងឡាយព្រមអនុញ្ញាតឲ្យសតិនៈចេញចាកផ្ទះហើយបួសក្នុងព្រះពុទ្ធសាសនាចុះគ្រានោះឯងសតិនៈកលន្តបុត្រនៅក្នុងទីណាសម្លាញ់ទាំងឡាយនៃសតិនៈកលន្តបុត្រក៏ចូលទៅក្នុងទីនោះលុះចូលទៅដល់ហើយបានពោលនៅពាក្យនេះនឹងសតិនៈកលន្តបុត្រថាណែសតិនៈសម្លាញ់ចូលអ្នកក្រោកឡើងអ្នកឯងមេត្តាបិតាព្រមព្រៀងអនុញ្ញាតឲ្យចេញចាកផ្ទះបួសក្នុងព្រះពុទ្ធសាសនាហើយគ្រានោះសតិនៈកលន្តបុត្របានដឹងថាមេត្តាបិតាព្រមព្រៀងអនុញ្ញាតឲ្យចេញចាកផ្ទះដើម្បីបួសក្នុងព្រះពុទ្ធសាសនាដូច្នេះហើយក៏មានចិត្តរីករាយដូចជាអណ្ដែតឡើងជូតសម្អាតខ្លួនដោយដៃទាំងឡាយហើយក្រោកឡើងគ្រានោះសតិនៈកលន្តបុត្រសម្រាកកម្លាំងបាន 2-3 ថ្ងៃព្រះដ៏មានព្រះភិក្ខគង់នៅទីណាក៏ចូលទៅកាន់ទីនោះលុះចូលទៅហើយក្រាបថ្វាយបង្គំព្រះដ៏មានព្រះភិក្ខហើយអង្គុយក្នុងទីដ៏សមគួរលុះសតិនៈកលន្តបុត្រអង្គុយនៅក្នុងទីដ៏សមគួរហើយបានក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខដូច្នេះថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជាបុគ្គលគឺមេត្តាបិតាអនុញ្ញាតឲ្យចេញចាកផ្ទះហើយបួសក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ដោយការងារក្នុងផ្ទះហើយបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខទ្រង់បំពោះខ្ញុំព្រះអង្គផងចុះសតិនៈកលន្តបុត្របានពុព្វជានិងឧបសម្បទាបាទអញ្ចឹងយើងចូលវគ្គមួយទៀតបាទបរាជិកកាន់សិក្ខាបទទី1ពុព្វជានិងឧបសម្បទារបស់សតិនៈភិក្ខុបាទអញ្ចឹងអាមុននោះយើងរៀបរាប់អំពីបាទការចេញបួសរបស់គាត់ឥឡូវនេះយើងចូលដល់ពុព្វជានិងឧបសម្បទារបស់គាត់ម្ដងណាបាទ
ក្នុងសំណាក់ព្រះដ៏មានប្រភេទហើយសតនៈភិក្ខុដ៏មានអាយុបានឧបសម្បទាហើយមិនយូរប៉ុន្មានក៏ប្រព្រឹត្តសមាទានទុដងគុណមានសភាពយ៉ាងនេះគឺជាអ្នកនៅក្នុងព្រៃប្រព្រឹត្តបណ្ឌបាតប្រើប្រាស់សម្ពត់បាំងសកលនិងត្រាច់ទៅបណ្ឌបាតតាមលំដាប់ផ្ទះហើយចូលទៅអាស្រ័យនៅក្នុងស្រុកវិជីឯណានីមួយសម័យនោះឯងស្រុកវិជីមានអំណត់អត់បាយមនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ដល់នៅសេចក្តីស្លាប់មានឆ្អឹងសដេះដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបានក៏មិនងាយនឹងទិញដូរបានដែរលុះត្រាតែមានស្លាកជាទីសម្គាល់ទៅទិញដូរបានជនទាំងអស់នៅក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកលំដាប់នោះឯងសុតនៈភិក្ខុដ៏មានអាយុមានសេចក្តីត្រេះរិះដូច្នេះថាក្នុងកាលឥឡូវនេះស្រុកវិជីមានអំណត់អត់បាយមនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ដល់នៅសេចក្តីស្លាប់មានឆ្អឹងសដេះដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបានក៏មិនងាយនឹងទិញដូរដែលលុះតែមានស្លាកជាទីសម្គាល់ទៅទិញដូរបានជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកញាតិទាំងឡាយរបស់អញមានច្រើនក្នុងក្រុងវេសាលីជាអ្នកស្ដុកស្ដំមានទ្រព្យច្រើនមានភោគច្រើនមានមាសប្រាក់ច្រើនមានគ្រឿងឧបករណ៍ច្រើនមានទ្រព្យនិងស្រូវច្រើនបើដូច្នេះមានតែអាត្មាអញក៏បីចូលទៅអាស្រ័យនៅញាតិទាំងឡាយហើយនៅញាតិទាំងឡាយសោតអាស្រ័យនៅអាត្មាអញហើយនឹងឲ្យបានឲ្យទាននឹងធ្វើបុណ្យភិក្ខុទាំងឡាយនឹងបានលេបផងអាត្មាអញនឹងមិនលំបាកដោយបិណ្ឌបាតផងទៅសតនៈភិក្ខុដ៏មានអាយុរៀបចំសេនាសនៈហើយកាន់យកបាតនិងចៃវរក្រុងវេសាលីនៅក្នុងទិសណាក៏ជៀសចេញទៅក្នុងទិសនោះកាលដែលត្រាច់ទៅកាន់ចារឹកដោយលំដាប់ក្រុងវេសាលីនៅក្នុងទីណាក៏ចូលទៅដល់ទីនោះមានដំណឹងថាសតនៈភិក្ខុដ៏មានអាយុនៅក្នុងគោដាគាសាលាព្រៃមហាវ័នទីបក្រុងវេសាលីនោះពួកញាតិសតនៈភិក្ខុដ៏មានអាយុបានឮថាសតនៈភិក្ខុជាកលន្តបុត្រមកដល់ក្រុងវេសាលីហើយពួកញាតិទាំងឡាយនោះក៏នាំនៅភោជនប្រមាណ60សម្រាប់ទៅប្រគេនសតនៈភិក្ខុដ៏មានអាយុលំដាប់នោះឯងសតនៈភិក្ខុដ៏មានអាយុចែកចាយសម្រាប់ប្រមាណ60ថាសនោះដល់ភិក្ខុទាំងឡាយហើយស្លៀកស្បង់បាទអញ្ចឹងយើងដល់តទៀតបាទតនេះគឺដល់សិក្ខាបទទី1ដែលអំពីសថនៈភិក្ខុឆាន់នំកុំមាសផ្អូមបាទឆាន់នំកុំមាសផ្អូមមិនដឹងនំស្អីទេណាខ្ញុំអត់ដឹងដែរគេដាក់មកអញ្ចឹងប្រដាប់ដោយបាតនិងចៃវរក្នុងវេលាព្រឹកហើយចូលទៅកាន់កលន្តក្រាមដើម្បីបណ្ឌបាតកាលដើរទៅដើម្បីបណ្ឌបាតតាមលំដាប់ផ្ទះក្នុងកលន្តក្រាមលំនៅនៃមេត្តាបិតារបស់ខ្លួនក្នុងទីណាចូលទៅក្នុងទីនោះក៏ក្នុងសម័យនោះឯងទេសីរបស់ញាតិនៃសតនៈភិក្ខុដ៏មានអាយុមានប្រាថ្នាដើម្បីចោលនំ
cùng mes em ấp ôm kể nó số tên là bị khô đam mê đại dụ này dây nâng nhom sray rồi bao nhiêu đủ thà mà nề nèng tề sấy bà nôm nu chia rồi bao chào hơi châu nèng chạ đạ một nông bát atma đi vinh lồng đạp nu sray này nhiệt rồi bao số tên này đam mê đại dụ có chạ nôm cùng mê ôm nu tàu nông bát rồi bao số tên này hơi bàn squal chẹ nâu đai chơn nâng sầm lên rồi bỏ số tên nè nó sẽ bạc về lên nó mệt đa rồi bỏ số tên nè đam mê này dụ nó tí nó nhom sray rồi bỏ nhiệt này số tên nè đam mê này dụ coi châu tàu không tí nó lúc châu tàu đào hơi con dây nâng mệt đa rồi bỏ số tên nè đam mê này dụ thà bỏ bật nè mà cha xôm nè chếp số tên nè chia ai bật nị môn một đào hơi mệt đa rồi bỏ số tên nè lại thà nai hóng bà hòn ai nhỉ giấy vẽ bật mé này anh nâng ơi hòn ai rồi chỉ nè chè sao mai nữa ai số tên là bị khổ đam mê này giúp coi chăn nôm của mẹ ôm prop trên trang xà lá mùi chăm nay khang bay đa rồi bỏ số tên nè một bị thơ cà vinh có ban khơi số tên nè cầm bông chăn nôm của mẹ ôm nó prop trên trang xà lá lúc khơi hai số tên là bị khổ nào tì nè bay đa nó coi châu tao không tí nó lúc châu tàu hai con thì dây nâng số tên nè đào miền ở dụ tha nai số tên nè côn dương chỉ nè miền trọp sầm bát tràn thay có lục mọc chăn nông của mẹ ôm vinh số tên nè côn cua tài lục tàu ép ta rồi bỏ lục rồi bỏ luôn vinh số tên nè bị khổ lại thà bỏ bật cả hai bậc đây atma ban tàu ép te nhôm hai nôm cùng mẹ ôm đi atma ban bị te nụ một lồng đạp nó bị khổ số tân bay đa số tân lại bị khổ coi chạp cầm phun đài số tân lại bị khổ hai nị dây nâng số tân lại thả số tân lại côn lô châu một dương nâng tập te lồng đạp nó lồng nâu bay đa rồi bọc luôn nâu không tì nè số tên là miền này dụ có châu tàu không tì nút lúc châu tàu đào hơi có cung lợi asana đại cái bàn kral bậc kén bay đa con dây nâng số tên nè không pe nút thả số tên nè côn xôm lô nị môn chan chẳng hắn số tên nè chlai thả na hơi cả hạp ở đấy ngày nay hạt ma hiệp chan rồi hơi bay đa chlai thả số tên nè côn xôm lô nị môn tu tiền chẳng hạn không hay sai số tên này bị khổ có tu nị môn đòi toàn hay hiệp số tên này bị khổ có krok cha asana hai nị môn tàu không pe nụ ai mà chẳng dành cho ta được tiết para chắc can là đã khá bát tí muối ông pi mệt bay đa ông vo số tên này bị khổ bà mình tha bày đa lốt bỏ lốt ở tại chan ha nâu tè bỏ lốt bàn tao tiết lúc đal về lê bậc láng bày đa số tên đã bị khổ pra manu oi bằng hấp pratapi đòi ai cô sro ruột oi cô cầm nô trọp pi cầm nô cứ prạ môi cầm nô mê môi cầm nô chia cầm nô thống bà rõ cho khang ai mơ tấu bà rõ cho khang ni mơ mình khơi bà rõ cho khang ni mơ một bà rõ cho khang ai có mình khơi bà rõ cho khang ni mơ một bà rõ cho khang ai có mình khơi hai ở bắt băng cầm nô tàng pi nút đôi cần tê oi kral asana tục trong cần đào ruột oi băng rồi nàng trung binh khang krao cùng nô nô hai hao sray chia cu pi môn rồi bỏ số tên nè đào miền này dụ một bằng hạp một bằng cọp thà cồn sray bảo được chứ này krươngประดับ na đài anh sạch ang hơi
ជាទីស្រឡាញ់ពេញចិត្តរបស់សតិអ្នកកូនអញត្រូវឯងស្អិតស្អាងគ្រឿងប្រដាប់នោះចោះស្រីជាគូពីមុនរបស់សតិអ្នកដែលមានអាយុក៏ទទួលពាក្យមេត្តារបស់សតិអ្នកដែលមានអាយុថាចាស់អ្នកមេត្តាគ្រានោះសុទិអ្នកដែលមានអាយុស្លៀកស្បង់រួចកាន់យកបាតនិងចៃវរក្នុងវេលាព្រឹកលំនៅបិតារបស់ខ្លួននៅត្រង់ទីណាចូលទៅត្រង់ទីនោះលុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេក្រាលទុកបំរុងលំដាប់នោះបិតារបស់សុទិអ្នកដែលមានអាយុនៅត្រង់ណាក៏ចូលទៅត្រង់ទីនោះលុះចូលទៅដល់ហើយបង្គាប់អ្នកបម្រើឲ្យបើកគំនរទ្រពទាំងនោះហើយប្រាប់សុទិនអ្នកដែលមានអាយុថាសុទិនកូននេះជាទ្រព្យសម្បត្តិដើមខាងស្រីរបស់មេដាលោកនៅមានទ្រព្យសម្បត្តិខាងប្រុសរបស់បិតានិងមរតករបស់ជីតាផ្សេងទៀតសុទិនអ្នកកូនបើលោកបានសឹកចេញជាក្រហមមកនឹងបានប្រើប្រាស់សម្បត្តិផងធ្វើបុណ្យទាំងឡាយផងសុទិនអ្នកកូនចូលលោកសឹកចេញជាក្រហមមកហើយនឹងប្រើប្រាស់សម្បត្តិទាំងឡាយផងធ្វើបុណ្យឲ្យទានផងសុទិនអ្នកតបថាញោមអាត្មាមិនអាចនឹងសឹកបានទេព្រោះអាត្មាពេញចិត្តតែក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌មេត្តាសុទិនអ្នកដែលមានអាយុនិយាយនឹងសុទិនអ្នកដែលមានអាយុជាគម្រប់2ដងផងបាទជាគម្រប់3ដងថាសុទិនកូននេះជាទ្រព្យសម្បត្តិដើមខាងស្រីរបស់មេដាលោកនៅមានទ្រព្យសម្បត្តិខាងដើមខាងប្រុសរបស់បិតានិងមរតករបស់ជីតាផ្សេងទៀតសុទិនអ្នកកូនបើលោកបានសឹកចេញជាកុហកមកនឹងបានគ្រប់គ្រងសម្បត្តិទាំងឡាយផងធ្វើបុណ្យឲ្យទានផងសុទិនអ្នកកូនចូលលោកសឹកចេញជាក្រហមមកហើយគ្រប់គ្រងសម្បត្តិទាំងឡាយផងធ្វើបុណ្យឲ្យទានផងសុទិនអ្នកវិខុតបថាកហបតីបើញោមអត់ទោសឲ្យអាត្មាភាពនឹងសូមជម្រាបញោមបន្តិចបិតាទទួលព្រមថាសុទិនអ្នកកូនចូលលោកនិយាយមកចុះមិនជាអ្វីទេសុទិនអ្នកវិខុក៏ប្រាប់ថាកហបតីបើដូច្នេះញោមត្រូវបង្គាប់មនុស្សឲ្យធ្វើការុងថ្មីធំហើយឲ្យច្រកប្រាក់និងមាសឲ្យពេញរួចផ្ទុកដោយរទេះយកទៅចាក់ចោលក្នុងកណ្ដាលខ្សែទឹកទន្លេកុងគាហេតុអ្វីបានជាអាត្មាថាដូច្នេះកហបតីព្រោះថាទ្រព្យទាំងពួងតែមានដល់អ្នកណាហើយសេចក្តីខ្លាចក្តីសេចក្តីតក់ស្លុតក្តីសេចក្តីព្រឺរោមក្តីការថែរក្សាក្តីតែងមានដល់អ្នកនោះមិនខានព្រោះតែទ្រព្យទាំងនោះជាហេតុបើអ្នកយកមាសប្រាក់ទៅចាក់ចោលក្នុងខ្សែទឹកហើយសេចក្តីអន្តរាយមានភ័យជាដើមនោះនឹងមិនមានដល់អ្នកឡើយកាលសុទិនអ្នកដែលមានអាយុពោយ៉ាងនេះហើយបិតារបស់សុទិនអ្នកដែលមានអាយុមានសេចក្តីតោមនស្សតូចចិត្តថាហេតុដូចម្ដេចបានជាលោកសុទិនអ្នកជាកូនពោយ៉ាងនេះគ្រានោះឯងបិតារបស់សុទិនអ្នកដែលមានអាយុទៅហៅស្រីបុរាណទុតិយិការបស់សុទិនអ្នកដែលមានអាយុមកប្រាប់ថាណែនាងកមុំបើដូច្នេះនាងឯងជាទីស្រឡាញ់ពេញចិត្តរបស់សុទិនអ្នកកូនអញនាងធ្វើដូចម្ដេចនឹងឲ្យសុទិនអ្នកកូនអញធ្វើតាមពាក្យនាងឯងបានគ្រានោះឯង
ស្រីបុរាណទុតិយការបស់សតិនៈដ៏មានអាយុបានប្រវាអោបជើងទាំងពីររបស់សតិនៈដ៏មានអាយុហើយបាននិយាយពាក្យនឹងសតិនៈភិក្ខុថាបបិទ្ធអាយបុត្រលោកប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះហេតុនៃស្រីអប្សរទាំងឡាយណាស្រីអប្សរទាំងឡាយនោះមានទ្រង់ទ្រាយប្រពៃដូចម្ដេចទៅសតិនៈភិក្ខុឆ្លើយថាណែប្អូនស្រីអាត្មាមិនបានប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីស្រីអប្សរទាំងនោះទេវេលានោះស្រីបុរាណទុតិយការបស់សតិនៈភិក្ខុក៏នឹកតោមនោះតូចចិត្តថាតាំងពីថ្ងៃនេះទៅលោកសតិនៈអាយបុត្រគ្រាន់តែហៅអញថាប្អូនស្រីប៉ុណ្ណោះទេដូច្នេះហើយក៏ជ្រប់ដួលដេកក្នុងទីនោះទៅគ្រានោះសតិនដ៏មានអាយុទៅនិយាយពេកនឹងបៃតាថាកហបតីបើញោមមានភោជនគូនឹងឲ្យទានអាត្មាបានសូមញោមឲ្យទានមកចុះកុំធ្វើឲ្យអាត្មាលំបាកពេកឡើយបៃតាសតិនៈឆ្លើយថាសតិនៈកូនភោជនាហារនោះមានសូមលោកកូននិមន្តឆាន់ចុះវេលានោះបៃតាមេតារបស់សតិនៈដ៏មានអាយុបានចាត់ចែងចង្ហាន់ដ៏ឆ្ងាញ់ពិសាឲ្យសតិនៈភិក្ខុដ៏មានអាយុឆាន់ដោយដៃខ្លួនឯងសម័យនោះឯងមេតារបស់សតិនៈដ៏មានអាយុបាននិយាយនឹងសតិនៈភិក្ខុនៅវេលាឆាន់រួចហើយលែងលោកដៃទៅក្នុងបាតហើយថាណែសតិនៈកូនត្រកូលនេះស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានមាសប្រាក់បរិបូរណ៍មានគ្រឿងឧបករណ៍បរិបូរណ៍មានស្រូវអង្ករបរិបូរណ៍ណែសតិនៈកូនសូមលោកនិមន្តសឹកចេញជេរក្រហមមកនឹងបានប្រើប្រាស់នៅគ្រឿងទ្រព្យសម្បត្តិទាំងឡាយផងធ្វើបុណ្យឲ្យទានផងសតិនៈកូនសូមលោកនិមន្តសឹកចេញជេរក្រហមមកហើយនឹងចាយវាយនៅសម្បត្តិទាំងឡាយធ្វើបុណ្យឲ្យទានចុះសតិនៈភិក្ខុឆ្លើយថាញោមអាត្មាមិនអាចហ៊ានធ្វើយ៉ាងនេះទេអាត្មាត្រេកអរចំពោះតែត្រង់ប្រព្រឹត្តព្រហ្មចរិយធម៌ម្យ៉ាងមេត្តារបស់សតិនៈភិក្ខុដ៏មានអាយុបាននិយាយពាក្យនេះនឹងសតិនៈភិក្ខុដ៏មានអាយុជាគម្រប់3ដងផងជាគម្រប់3ដងផងថាសតិនៈកូនត្រកូលនេះស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានមាសប្រាក់បរិបូរណ៍មានគ្រឿងឧបករណ៍បរិបូរណ៍មានស្រូវអង្ករបរិបូរណ៍សតិនៈកូនបើដូច្នេះសូមលោកអាណិតគ្រាន់តែឲ្យពូជបន្តិចចុះកុំឲ្យពួកស្ដេចលេចវីមករឹបជន់យកទ្រព្យសម្បត្តិជារបស់យើងដែលជាត្រកូលឥតកូននោះឡើយសតិនៈភិក្ខុឆ្លើយថាញោមបើគ្រាន់តែធ្វើកិច្ចប៉ុណ្ណោះអាត្មាអាចធ្វើបានមេតាសតិនៈសួរថាសតិនៈកូនឥឡូវនេះលោកគង់នៅឯណាសតិនៈភិក្ខុតបថាញោមអាត្មានៅក្នុងព្រៃមហាវ័នគ្រានោះឯងសតិនៈដែលមានអាយុក៏ក្រោកចាកអាសនៈហើយចេញដើរទៅគ្រានោះមេតារបស់សតិនៈដែលមានអាយុហៅនាងបុរាណទុតិយការបស់សតិនៈដែលមានអាយុមកហើយនិយាយថាមនាលនាងកូនប្រសាបើកាលណានាងមានរដូវហើយការគឺឈាមរបស់នាងកើតឡើងហើយនាងត្រូវប្រាប់ដល់ម៉ែក្នុងកាលនោះនាងបុរាណទុតិយការបស់សតិនៈដែលមានអាយុបានទទួលពាក្យមេតារបស់សតិនៈដែលមានអាយុថាចាស់ម៉ែលំដាប់នោះនាងបុរាណទុតិយការបស់សតិនៈដែលមានអាយុមិនយូរប៉ុន្មាននាងក៏មានរដូវការគឺឈាមនៃនាងនោះក៏កើតឡើងនាងទៅនាងបុរាណទុតិយការបស់សតិនៈដែលមានអាយុ
បានប្រាប់មេដារបស់សតុនៈដែលមានអាយុយ៉ាងនេះថាម៉ែខ្ញុំមានរដូវហើយផ្កាគឺឈាមរបស់ខ្ញុំកើតចេញហើយមេដាតបថាមនាលនាងកូនប្រសាបើដូច្នេះនាងឯងប្រដាប់តាក់តែងដោយគ្រឿងអលង្ការឯណាដែលជាទីស្រឡាញ់ពេញចិត្តរបស់សតុនៈកូនយើងនាងចូលប្រដាប់តាក់តែងដោយគ្រឿងសម្រាប់ស្អិតស្អាងនោះចុះនាងបុរាណទុតិយិការបស់សតុនៈដែលមានអាយុបានទទួលពាក្យមេដារបស់សតុនៈដែលមានអាយុថាចាស់ម៉ែលំដាប់នោះមេដារបស់សតុនៈដែលមានអាយុក៏នាំនាងបុរាណទុតិយិការបស់សតុនៈដែលមានអាយុចូលទៅកាន់ព្រៃមហាវ័នដែលសតុនៈភិក្ខុនៅនោះឯងលុះចូលទៅហើយក៏បានពោលនៅពាក្យនឹងសតុនៈដែលមានអាយុថាមនាលសតុនៈកូនត្រកូលនេះស្ដុកស្ដំមានទ្រព្យច្រើនមានរបស់សម្រាប់ប្រើប្រាស់ច្រើនមានមាសប្រាក់ច្រើនមានគ្រឿងឧបករណ៍ជាទីគប់ចិត្តច្រើនមានធនធានស្រូវអង្ករច្រើនមនាលសតុនៈកូនអ្នកត្រឡប់មកដើម្បីហិនភេទក៏គង់នឹងបានបរិបូរនៅភោគសម្បត្តិផងធ្វើបុណ្យទាំងឡាយផងមនាលសតុនៈកូនអ្នកត្រូវត្រឡប់មកកាន់ហិនភេទជាក្រហោះវិញហើយបរិភោគនៅភោគសម្បត្តិផងធ្វើបុណ្យទាំងឡាយផងសតុនៈតបថាញោមអាត្មាសឹកមិនកើតទេអាត្មាមិនព្រមសឹកទេអាត្មាត្រេកអរនឹងតែប្រព្រឹត្តព្រហ្មចរិយធម៌មេដារបស់សតុនដែលមានអាយុបាននិយាយនឹងសតុនៈដែលមានអាយុអស់វិរៈ2-3 ដងយ៉ាងនេះថាណែសតុនៈកូនត្រកូលនេះស្ដុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមានមាសប្រាក់ច្រើនមានគ្រឿងឧបករណ៍ជាទីគប់ចិត្តច្រើនមានធនធានស្រូវអង្ករច្រើនណែសតុនៈកូនបើដូច្នេះអ្នកចូលឲ្យត្រឹមតែឲ្យពូជចុះកុំឲ្យពួកស្ដេចលេចវីមករឹបយកសម្បត្តិយើងទ្រព្យយើងដែលជាត្រកូលឥតកូនទៅបានសតុនៈឆ្លើយញោមអាត្មាអាចធ្វើបានក្នុងកិច្ចនេះជូនបានហើយក៏ចាប់ដៃនាងបុរាណទុតិយិកាគៀកចូលទៅកាន់ព្រៃហែមវ័នយល់ឃើញថាមិនមានទោសព្រោះសិក្ខាបទព្រះអង្គមិនទាន់បានបញ្ញត្តិហើយញ៉ាំងមេធនធម្មឲ្យសម្រេចដោយនាងបុរាណទុតិយិកាអស់វិរៈ3 ដងនាងក៏មានគរដោយមេធនសេវណៈនោះកុម្ភៈទេវតាទាំងឡាយភូមិទេវតាទាំងឡាយក៏ញ៉ាំងសំឡេងឲ្យឮទូទាំងឡើងទៅថាមនាលគ្នាយើងទាំងឡាយពួកភិក្ខុមិនដែលវឹកវរមិនដែលមានទោសឥឡូវនេះសតុនកុលកលនបុត្រធ្វើសេចក្តីវឹកវរនឹងទោសឲ្យកើតឡើងហើយចាតុមហារាជិកាទេវតាទាំងឡាយឮសំឡេងភូមិទេវតាទាំងឡាយនោះហើយក៏ញ៉ាំងសំឡេងឲ្យឮឡើងទៅពួកទេវតាឋានតុសិតបាទឋានតាវតੰយាមេតុសតានិមេនរតីបរិនិមិត្តវសាវតីរហូតដល់ពួកព្រំបានឮសំឡេងតគ្នាមកហើយក៏ញ៉ាំងសំឡេងឲ្យឮឡើងទៅថាមនាលគ្នាយើងទាំងឡាយពួកភិក្ខុមិនដែលវឹកវរមិនដែលមានទោសឥឡូវនេះសតុនកលនបុត្រមកធ្វើសេចក្តីវឹកវរនឹងទោសឲ្យកើតឡើងហើយសូរស័ព្ទយ៉ាងនេះក៏ឮកងរំពងឡើងទៅដល់រាបដល់ព្រហ្មលោកដោយមួយខណៈមួយរំពេចនោះឯងគ្រានោះនាងបុរាណទុតិយិការបស់សតុនៈដ៏មានអាយុអាស្រ័យគោនោះកាន់តែច្បាស់ឡើងជាលំដាប់ទៅសម្រាលនៅកូនប្រុសមួយលំដាប់នោះព
ពួកសម្លាញ់សតនៈដែលមានអាយុបានតាំងឈ្មោះទេរុនោះថាពីចកៈពីជក់បាទពីជក់បានតាំងឈ្មោះនាងបុរាណទុតិយិការបស់សតនៈដែលមានអាយុថាពេជុមេដាបានតាំងឈ្មោះសតនៈដែលមានអាយុថាពេជុបៃតាលុះដល់សម័យខាងក្រោយមកអ្នកទាំងពីរនោះបានចេញចាកផ្ទះហើយបួសក្នុងភេទជាបុគ្គលអ្នកមិនមានប្រយោជន៍ដល់ការងារក្នុងផ្ទះហើយបានធ្វើឲ្យជាក់ច្បាស់នៅព្រះអរហត្តផលបាទអញ្ចឹងយើងតទៀតនេះនិយាយអំពីបាទទំព័រទី57នេះនិយាយអំពីសេចក្តីក្តៅក្រហាយរបស់សតនភិក្ខុបាទក្រោយពីសតនភិក្ខុនេះបានសែបមេធនធម៌ជាមួយនឹងទុតិយិកាតាមការអង្វរកររបស់មេដាលោកគ្រាន់តែជាកិច្ចគ្រាន់តែជាការធ្វើកិច្ចដើម្បីបន្តពូជវង្សតកូលការពារការធ្វើទុកបុកម្នេញពីស្ដេចលេជវីបាទហើយសតនភិក្ខុនោះឯងក៏គិតថាអត់មានទោសដែរខ្លួនលោកហ្នឹងណាបាទលោកគិតថាមានទោសឥឡូវដល់វគ្គក្តៅក្រហាយម្ដងបាទគ្រានោះសេចក្តីសង្ស័យនិងសេចក្តីក្តៅក្រហាយស្ដាយក្រោយក៏កើតមានដល់សតនៈដ៏មានអាយុថាអាត្មាអញពេញហៅជាឥតលក្ខឥតលៀបបាទលៀបមិនមានដល់អាត្មាអញទេភាពជាមនុស្សពេញហៅអាត្មាអញបានដោយអាក្រក់មិនមែនអាត្មាអញបានដោយល្អទេដោយហេតុអាត្មាអញបានបួសក្នុងធម៌វិន័យដែលព្រះសាស្តាទ្រង់សម្ដែងដោយប្រពៃយ៉ាងនេះហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍បរិសុទ្ធដល់រាបដល់អស់ជីវិតព្រោះសេចក្តីសង្ស័យនិងសេចក្តីក្តៅក្រហាយស្ដាយក្រោយនេះឯងសតនៈក៏ទៅជាស្គមប្រដកមានសម្បុរអាក្រក់កើតទៅជារោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃមានចិត្តក្រៀមក្រំត្រមឹងត្រមើយកើតទុកតូចចិត្តនឹកស្ដាយក្រោយសេចជប់សេចចឹងលំដាប់នោះភិក្ខុទាំងឡាយជាសម្លាញ់របស់សតនៈដ៏មានអាយុបាននិយាយពាក្យនេះនិងសតនៈដ៏មានអាយុថាណែអវុសោសតនៈកាលពីដើមលោកមានសម្បុរល្អមានឥន្ទ្រីពេញលេញមានសម្បុរមុខដ៏ថ្លាមានសម្បុរថ្ងៃស្រស់បោះផូរផង់ល្អឥឡូវនេះលោកទៅជាស្គមសៅម៉ងមានសម្បុរអាក្រក់កើតរោគលឿងស្លេកស្លាំងមានខ្លួនរវាមដោយសរសៃមានចិត្តក្រៀមក្រំត្រមឹងត្រមើយកើតទុកតូចចិត្តក្តៅក្រហាយសេចជប់សេចចឹងមនាលអវុសោសតនៈលោកមិនសូវត្រេកអរហើយចេះតែប្រព្រឹត្តព្រហ្មចរិយធម៌ទៅទេឬអ្វីសតនៈឆ្លើយតបថាណែលោកដ៏មានអាយុទាំងឡាយខ្ញុំមិនមែនមិនត្រេកអរហើយចេះតែខំប្រព្រឹត្តព្រហ្មចរិយធម៌ទេខ្ញុំបានធ្វើបាបកម្មគឺសេពបេធនធម៌នឹងស្ត្រីបុរាណទុតិយិកាមនាលអវុសោទាំងឡាយសេចក្តីសង្ស័យនិងសេចក្តីស្ដាយក្រោយក៏កើតមានដល់ខ្ញុំនោះឯងថាអាត្មាអញពេញហៅជាឥតលៀបមិនមានដល់អាត្មាអញទេភាពជាមនុស្សពេញហៅអាត្មាអញបានដោយអាក្រក់មិនមែនអាត្មាអញបានដោយល្អទេដោយហេតុអាត្មាអញបានបួសក្នុងធម៌វិន័យដែលព្រះសាស្តាទ្រង់សម្ដែងដោយប្រពៃយ៉ាងនេះហើយមិនអាចដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍បរិសុទ្ធដល់រាបដល់អស់ជីវិតភិក្ខុទាំងឡាយជាសម្លាញ់ក៏និយាយថាអវុសោសតនៈលោកបួសក្នុងធម៌វិន័យដែលព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងល្អហើយយ៉ាងនេះ
มันอาจដើម្បីប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធពេញលេញដល់រាបដល់អស់ជីវិតបានព្រោះមេធនធម៌សេវនកិច្ចណាបាទអញ្ចឹងយើងដល់តទៀតគឺសេចក្តីបញ្ញត្តិជាលើកដំបូងបាទមានថាព្រះអង្គទ្រង់បញ្ញត្តិណាក្រោយពីភិក្ខុសតនៈភិក្ខុនេះធ្វើប្រព្រឹត្តមេធនធម៌មនាលអវុសោមេធនធម៌សេវនកិច្ចនេះលមមឲ្យលោកសង្ស័យលមមឲ្យស្ដាយក្រោយមែនមនាលអវុសោធរដែលព្រះដែលមានព្រះភិក្ខទ្រង់សម្ដែងហើយដោយអនេកបរិយាយសុទ្ធតែដើម្បីឲ្យប្រាសចាករាគៈមិនមែនសម្ដែងដើម្បីឲ្យប្រកបដោយរាគៈទេធរដែលព្រះអង្គសម្ដែងហើយដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកបមិនមែនសម្ដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេធរដែលព្រះអង្គសម្ដែងហើយដើម្បីមិនឲ្យប្រកាន់មមមិនមែនសម្ដែងដើម្បីឲ្យប្រកាន់មមទេក្រែងដូច្នេះមិនមែនទេឬណែអវុសោត្រង់ធរដែលព្រះអង្គដ៏មានព្រះភិក្ខទ្រង់សម្ដែងហើយដើម្បីឲ្យប្រាសចាករាគៈលោកត្រឡប់ជាយល់ក្នុងធម៌នោះថាប្រកបដោយរាគៈទៅវិញត្រង់ធម៌ដែលព្រះដែលមានព្រះភិក្ខទ្រង់សម្ដែងហើយដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកបលោកត្រឡប់ជាចូលចិត្តតម្រូវទៅរកកិលេសជាគ្រឿងប្រកបទៅវិញត្រង់ធម៌ដែលព្រះដែលមានព្រះភិក្ខទ្រង់សម្ដែងហើយដើម្បីមិនឲ្យប្រកាន់មមលោកទៅជាចូលចិត្តថាឲ្យប្រកាន់មមវិញមនាលអវុសោធរដែលព្រះដែលមានព្រះភិក្ខទ្រង់សម្ដែងហើយដោយអនេកបរិយាយដើម្បីប្រាសចាករាគៈធរដែលព្រះដែលមានព្រះភិក្ខទ្រង់សម្ដែងហើយដើម្បីញោមញីនៅសេចក្តីស្រវឹងដើម្បីកម្ចាត់បងនៅសេចក្តីស្រេកឃ្លានក្នុងកាមដើម្បីដកចេញនៅសេចក្តីអាល័យក្នុងកាមដើម្បីផ្ដាច់បងនៅវត្តៈដើម្បីអស់ទៅនៃតណ្ហាដើម្បីគ្មានរាគៈដើម្បីនិរោធៈដើម្បីព្រះនិព្វានក្រែងដូច្នេះមិនមែនឬមនាលអវុសោកិរិយាលះបង់នៅកាមទាំងឡាយព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងហើយការកំណត់ដឹងនៅសេចក្តីសម្គាល់ក្នុងកាមព្រះអង្គក៏បានសម្ដែងហើយកិរិយាកំចាត់បងនៅសេចក្តីស្រេកឃ្លានក្នុងកាមព្រះអង្គក៏បានសម្ដែងហើយកិរិយាដកចេញនៅសេចក្តីត្រេះរិះក្នុងកាមទាំងឡាយក៏ព្រះអង្គបានសម្ដែងហើយកិរិយាចូលទៅរងាប់ដោយសេចក្តីក្តៅក្រហាយអន្តេះអន្ទែងក្នុងកាមទាំងឡាយក៏ព្រះអង្គបានសម្ដែងហើយដោយអនេកបរិយាយយ៉ាងនេះមិនមែនឬមនាលអវុសោកម្មដ៏លិមួករបស់លោកនេះមិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានោះទេមិនមែនដឹកនាំជនដែលជ្រះថ្លាហើយឲ្យរឹងរិតតែជ្រះថ្លាឡើងទេមនាលអវុសោកម្មដ៏លិមួករបស់លោករមែងដឹកនាំសេចក្តីមិនជ្រះថ្លាឲ្យកើតមានដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លានោះឡើយដឹកនាំជនទាំងឡាយខ្លះដែលជ្រះថ្លាហើយឲ្យតោះចិត្តគំនិតទៅវិញទេតាលំដាប់នោះភិក្ខុទាំងនោះក៏តេះដៀលសតនៈដ៏មានអាយុដោយអនេកបរិយាយហើយនាំគ្នាក្រាបទូលនៅសេចក្តីនោះចំពោះព្រះដ៏មានព្រះភិក្ខបាទបាញ់មិញហ្នឹងគឺភិក្ខុទាំងអស់ក្រោយពីដឹងថាសតនៈភិក្ខុនេះខ្សែមេធនធម្មជាមួយនឹងនាងបុរាណទុតិយកាបាទហើយលោកទ្រង់ស្ដាយក្រោយនោះភិក្ខុទាំងនោះក៏បានដឹងហើយតេះដៀលបាទតេះដៀលជាច្រើនអនេកបាទហើយក៏បាននាំដំណឹងទាំងនោះទៅក្រាបបង្គំទូលព្រះដ៏មានព្រះភិក្ខឥឡូវយើងរងចាំមើលថាព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់មានបន្ទូលបែបណាបាទព្រោះរឿងនេះព្រោះដំណើរនេះព្រះដ៏មានព្រះភិក្ខឲ្យប្រជុំភិក្ខុសង្ឃហើយត្រាស់សួរសតនៈដ៏មានអាយុក្នុងកាលនោះថាណែសតនៈ
លឺថាអ្នកឯងសែបមេធនធម៌នឹងនាងបុរាណទុតិយកាពិតមែនឬសុទនៈក្រាបទូលថាសូមទានពិតមែនព្រះពុទ្ធដ៏មានព្រះភិក្ខទ្រង់តេះដៀលថាណែមុខបរោះបាបកម្មដែលអ្នកឯងធ្វើនេះមិនសមគួរមិនត្រូវទំនងមិនត្រូវបែបមិនមែនជារបស់សាមណៈមិនគប្បីមិនគួរធ្វើទេណែមុខបរោះគួរបើដែរអ្នកឯងបួសក្នុងធម៌វិន័យដែលតថាគតសម្ដែងហើយដោយប្រពៃយ៉ាងនេះត្រឡាំងទៅជាប្រព្រឹត្តប្រមចរិយធម៌ឲ្យបរិសុទ្ធពេញលេញតារាបដល់អស់ជីវិតមិនកើតណែមុខបរោះធម៌ដែលតថាគតសម្ដែងហើយដោយអនេកបរិយាយសុទ្ធតែដើម្បីប្រាសចាករាគៈមិនមែនដើម្បីប្រកបដោយរាគៈទេធម៌ដែលតថាគតសម្ដែងហើយដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកបមិនមែនសម្ដែងដើម្បីតម្រូវទៅរកកិលេសជាគ្រឿងប្រកបទេធម៌ដែលតថាគតសម្ដែងហើយដើម្បីមិនឲ្យប្រកាន់មមមិនមែនសម្ដែងដើម្បីឲ្យប្រកាន់មមទេមិនមែនឬមនាលមុខបរោះត្រង់ធម៌ដែលតថាគតសម្ដែងហើយដើម្បីឲ្យប្រាសចាករាគៈអ្នកឯងត្រឡប់ចូលចិត្តធម៌នោះថាឲ្យប្រកបដោយរាគៈវិញត្រង់ធម៌ដែលតថាគតសម្ដែងហើយដើម្បីឲ្យប្រាសចាកកិលេសជាគ្រឿងប្រកបអ្នកឯងត្រឡប់ទៅចូលចិត្តថាឲ្យប្រកបដោយកិលេសជាគ្រឿងប្រកបវិញត្រង់ធម៌ដែលតថាគតសម្ដែងហើយដើម្បីមិនឲ្យប្រកាន់មមអ្នកឯងត្រឡប់ទៅជាចូលចិត្តថាឲ្យប្រកាន់មមវិញណែមុខបរោះធម៌ដែលតថាគតសម្ដែងហើយដោយអនេកបរិយាយដើម្បីឲ្យប្រាសចាករាគៈធម៌ដែលតថាគតសម្ដែងហើយដើម្បីញោមញីនៅសេចក្តីស្រវឹងដើម្បីកម្ចាត់បងនៅសេចក្តីស្រេកឃ្លានក្នុងកាមដើម្បីដកចេញនៅសេចក្តីអាល័យក្នុងកាមដើម្បីផ្ដាច់បងនៅវត្តដើម្បីអស់ទៅនៃតណ្ហាដើម្បីប្រាសចាកដំរេកដើម្បីរំលត់ដើម្បីព្រះនិព្វានមិនមែនឬណែមុខបរោះកិរិយាលះបង់នៅកាមទាំងឡាយតថាគតបានសម្ដែងហើយការកំណត់ដឹងនៅសេចក្តីសម្គាល់ក្នុងកាមទាំងឡាយតថាគតបានសម្ដែងហើយកិរិយាកំចាត់បងនៅសេចក្តីសេកឃ្លានក្នុងកាមទាំងឡាយតថាគតបានសម្ដែងហើយកិរិយាដកចេញនៅសេចក្តីត្រេះរិះក្នុងកាមទាំងឡាយតថាគតបានសម្ដែងហើយកិរិយាចូលទៅរងាប់នៅសេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយតថាគតបានសម្ដែងហើយដោយអនេកបរិយាយមិនមែនឬមនាលមុខបរោះអ្នកឯងដាក់អង្គជាតិទៅក្នុងមាត់អស័យសេរពឹសជាសត្វមានពឹសឃ្លាវខ្លាប្រសើរជាងអ្នកឯងដាក់អង្គជាតិទៅក្នុងអង្គជាតិរបស់មេត្តក្រៀមមិនប្រសើរឡើយមុខបរោះអ្នកឯងដាក់អង្គជាតិទៅក្នុងមាត់ពោះវែកប្រសើរជាងអង្គជាតិដែលអ្នកឯងដាក់ទៅក្នុងអង្គជាតិរបស់មេត្តក្រៀមមិនប្រសើរឡើយមុខបរោះអ្នកឯងដាក់អង្គជាតិទៅក្នុងគំនររងើកភ្លើងដែលឆេះភ្លឺច្រាលរន្ទាលប្រសើរឡើងអង្គជាតិដែលអ្នកដាក់ទៅក្នុងអង្គជាតិរបស់មេត្តក្រៀមមិនប្រសើរឡើយហេតុអ្វីបានជាតថាគតពោលដូច្នេះមុខបរោះព្រោះថាមនុស្សដែលដាក់អង្គជាតិទៅក្នុងគំនររងើកភ្លើងគ្រាន់តែដល់នៅសេចក្តីស្លាប់ឬដល់នៅសេចក្តីទុក្ខប្រហែលនឹងស្លាប់ប៉ុណ្ណោះឯអ្នកបាននឹងទម្លាយរាងកាយស្លាប់ហើយទៅកើតក្នុងតិរិឆានកំណើតប្រែតអសូរកាយនរោព្រោះបច្ច័យដែលដាក់អង្គជាតិទៅក្នុងគំនររងើកភ្លើងនោះក៏ទេណែមុខបរោះចំណែកខាងភិក្ខុដែលដាក់អង្គជាតិទៅក្នុងអង្គជាតិរបស់មេត្តក្រៀមនោះតែទម្លាយរាងកាយហើយត្រូវទៅកើតក្នុងតិរិឆានកំណើតប្រែតអសូរកាយនរោមនាលមុខបរោះកាលបកម្មទាំងឡាយសុទ្ធតែជាកម្មប្រកបដោយទោសធំយ៉ាងនេះអ្នកឯងនៅតែប្រព្រឹត្តនៅអសទ្ធម្មជាធម៌របស់អ្នកស្រុកជាធម៌របស់មនុស្សថយថោក
អាក្រក់មានកិច្ចដោយទឹកជាទីបំផុតជាធរលាក់លៀមជាធររបស់ជនពីរនាក់តែងប្រជុំធ្វើតាមប្រទេសនោះមកខបរោះក្នុងសាសនានេះមានតែអ្នកឯងហើយជាអ្នកធ្វើអកុសលខាងដើមនៃអកុសលធម៌ទាំងឡាយមានប្រមាណច្រើនហៅថាជាអ្នកផ្ដើមធ្វើមុនគេមនាលមកខបរោះកម្មដ៏លាមករបស់អ្នកឯងនេះមិនបណ្ដាលឲ្យកើតសេចក្តីចេះថ្លាដល់ជនទាំងឡាយដែលមិនតន់ចេះថ្លាឡើយមិនមែនដឹកនាំជនដែលចេះថ្លាហើយឲ្យរឹងរិតតែចេះថ្លាថែមទៀតឡើងទេមនាលមកខបរោះកម្មដ៏លាមករបស់អ្នកឯងនេះរមែងបណ្ដាលឲ្យកើតសេចក្តីមិនចេះថ្លាជនដល់ជនទាំងឡាយណាដែលមិនទាន់ចេះថ្លានៅឡើយដឹកនាំជនទាំងឡាយខ្លះដែលចេះថ្លាហើយឲ្យត្រឡប់តោះចិត្តគំនិតទៅវិញគ្រានោះព្រះដែលមានព្រះភិក្ខទ្រង់តេះដៀលសុទិនអ្នកដែលមានអាយុដោយអនេកបរិយាយហើយទ្រង់សម្ដែងនូវទោសនៃការចិញ្ចឹមក្រថែទាំរក្សាក្រប្រាថ្នាច្រើនមិនសន្តោសច្រឡោតច្រឡំដោយពួកគណៈនិងសេចក្តីខ្ជិលច្រអូសតើបទ្រង់សម្ដែងដោយអនេកបរិយាយនូវគុណនៃការដែលចិញ្ចឹមងាយការដែលគេថែទាំងាយប្រាថ្នាតិចសន្តោសចិត្តផោរផង់ការកម្ចាត់បងនៅកិលេសការនាំឲ្យកើតសេចក្តីចេះថ្លាការមិនសន្សំនិងការប្ររពព្យាយាមហើយទ្រង់សម្ដែងធម្មីកថាដល់ល្មមសំគួរដល់សិក្ខាបទនោះដល់សង្វរៈនោះចំពោះភិក្ខុទាំងឡាយហើយហៅភិក្ខុទាំងឡាយមកមានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយបើដូច្នេះតថាគតនិងបញ្ញត្តិសិក្ខាបទដល់ភិក្ខុទាំងឡាយព្រោះអាស្រ័យអំណាចប្រយោជន៍10យ៉ាងបាទអនុបញ្ញត្តិទី1និទានមេស្វាបាទនិទានមេស្វាអញ្ចឹងខ្ញុំបាទសូមបញ្ចប់ត្រឹមទំព័រទី65នេះសិនមានថាសិក្ខាបទទី1អនុបញ្ញត្តិទី1នេះខ្ញុំបាទនឹងជូននៅវីដេអូក្រោយបាទវីដេអូនេះគឺសូមជូនតែប៉ុណ្ណេះហើយសង្ឃឹមថាការអានរបស់ខ្ញុំកណ្ដាលខ្ញុំបាទនេះនឹងជាធម្មទានហើយបានផលត្រឡប់មកខ្ញុំបកណ្ដាលវិញហើយសូមជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនគ្រប់ជាតិកុំបីអខានឡើយសូមអរគុណ